តែលើវីដេអូនេះខ្ញុំមកធ្វើតទៅនឹងការបោះពុម្ពលទ្ធផលក៏ដូចជាតារាងកិត្តិយសដើម្បីយកទៅបិទផ្សាយអញ្ចឹងនៅក្នុងប្រព័ន្ធគ្រប់គ្រងសាលារៀនរបស់យើងគឺយើងអាចចូលទៅកាន់មេនុយមួយគឺគ្រប់គ្រងពិន្ទុបាទគ្រប់គ្រងពិន្ទុបន្ទាប់មកយើងអាចចូលទៅកាន់មេនុយមួយទៀតគឺបោះពុម្ពលទ្ធផលបោះពុម្ពលទ្ធផលនេះគឺជាទម្រង់ដែលយើងបានធ្វើការរចនាថ្មីបន្ថែមថ្មីមួយទៀតអញ្ចឹងជាដំបូងគឺយើងត្រូវរើសឆ្នាំសិក្សាបាទជា default គឺវា select មកមួយហើយអញ្ចឹងយើងជ្រើសយកថ្នាក់អញ្ចឹងថ្នាក់យើងអាចជ្រើសរើសមកប្រភេទថ្នាក់យើងចង់មកប្រភេទណាសូមបញ្ជាក់ថាប្រព័ន្ធនេះគឺ support ជាមួយនឹងតាំងពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12ដោយសារអីយើងបានធ្វើតេស្តរួចហើយតើតើទៅនឹងខាងបឋមឧទាហរណ៍ថាខ្ញុំ 7A បើខ្ញុំរើសមកហើយជ្រើសរើសប្រភេទតែយើងចង់បោះពុម្ពប្រភេទខែចូលមាសប្រចាំចូលមាសឬក៏ប្រចាំឆ្នាំឥឡូវឧទាហរណ៍ខ្ញុំរើសយកខែមករារួចហើយខ្ញុំចុចយកពាក្យថាទាញយកចឹងពេលយើងចុចទាញយកហើយគឺវាបង្ហាញលទ្ធផលមកហើយវាបង្ហាញលទ្ធផលមកហើយអញ្ចឹងយើងអាចធ្វើការព្រមវាព្រមវាត្រឹមប៉ុណ្ណឹងមកយើងមិនងាយស្រួលការមើលបន្តមកទៀតតើតើនឹងការបរិច្ឆេទខាងក្រោមនេះនៃការចេញហ្នឹងគឺយើងអាចធ្វើការផ្លាស់ប្ដូរបានដែលយើងធ្វើការផ្លាស់ប្ដូរកន្លែងនេះការបរិច្ឆេទហ្នឹងយើងអាចធ្វើការរើសមកបាទរើសមកឧទាហរណ៍ថ្ងៃបាទរើសថ្ងៃណាយើងដាក់ថ្ងៃហ្នឹងមកវានឹងលោតទៅដោយស្វ័យប្រព័ន្ធហើយនេះនៅពេលដែលយើងរើសទីថ្ងៃ3ទី3ខែកក្កដាអញ្ចឹងឧទាហរណ៍តែយើងរើសថ្ងៃផ្សេងណាឧទាហរណ៍យើងរើសថ្ងៃនេះចុះអញ្ចឹងវាដូរស្វ័យប្រវត្តិថ្ងៃទី1មេសាហើយការបរិច្ឆេទនេះគឺវានឹងដូរស្វ័យប្រវត្តិដូចគ្នាហើយមិនតែប៉ុណ្ណោះការបរិច្ឆេទនេះយើងអាចធ្វើការសេរី O+ T វាបានបាទនេះ O+ T ហើយយើងអាចធ្វើការផ្លាស់ប្ដូរពណ៌បាទពណ៌ឬបាទយើងអាចធ្វើការផ្លាស់ប្ដូរពណ៌វាបានអត់ខុសពីមុនទេគឺយើងអាចធ្វើដូចមុនអញ្ចឹងបាទដូរពណ៌បានហើយតើតទៅតារាងនេះគឺដូចគ្នាតារាងនេះគឺយើងអាចធ្វើការលាក់ឧទាហរណ៍តែយើងចង់លាក់អីគេបន្ទុកសរុបយើងចង់បង្ហាញឯងអញ្ចឹងយើងអាចធ្វើការលាក់បន្ទុកសរុបមកកន្លែងសរុបយើងដកតិចមកគឺវាបាត់បន្ទុកសរុបហើយកន្លែងឧទាហរណ៍រំពេតម្លៃនេះគឺក៏ឥឡូវឧទាហរណ៍ថាខ្ញុំចង់លាក់មួយទៀតគឺនីតិឥឡូវយើងចុចទៅលើនីតិមកគឺវាលាក់អញ្ចឹងវាបង្ហាញតែប៉ុណ្្នឹងឯងតើតើហ្នឹងគឺយើងអាចធ្វើការសេរីទំហំវាបានតាមតម្រូវការរបស់យើងណាយើងអាចលេខរៀងយើងអាចសេរីឲ្យវាធំតិចមកឈ្មោះសេរីឲ្យធំតិចយើងអាចធ្វើការសេរីបានបាទកន្លែងបន្ទុកដោយសារយើងលាក់ហើយគឺយើងសេរីអត់ទៅវិសុមុខភាគបាទធំតិចមកយើងអាចធ្វើការសេរីបានអញ្ចឹងក្បាលតារាងបាទយើងអាចសេរីទៅលើអក្សរបានចង់ឲ្យទំហំអក្សរនៅលើក្បាលតារាងមួយធំប៉ុណ្ណាយើងអាចសេរីហើយតើតើទៅនឹងផ្ទៃខាងក្រោយនៃតារាងនេះយើងអាចផ្លាស់ប្ដូរពណ៌ផ្ទៃបានហើយអក្សរយើងអាចផ្លាស់ប្ដូរពណ៌បានតែឲ្យយើងដូរពណ៌អីចឹងពណ៌សអញ្ចឹងទៅបាទហើយលេខរៀងយើងអាចបដូរប៉ុន្តែតើចំណាត់ថ្នាក់និងរង្វេតម្លៃក៏ដូចជានីតិគឺយើងអាចដូរបានដែរប៉ុណ្ណឹងទៅក្នុងកន្លែងហ្នឹងហើយកន្លែងនេះយើងអាចធ្វើការផ្លាស់ទីបានយើងអាចអូសទៅណាក៏បានដែរបាទយើងអាចធ្វើការអូសអញ្ចឹងទៅតែខ្ញុំមិនអូសទេយកអូសទៅដាក់កន្លែងហ្នឹងវិញជា default មកហើយយើងកែតាប៉ុណ្ណឹងមកតើទៅនឹងតារាងកិត្តិយសនេះយើងអាចធ្វើការដូចគ្នាកែប្រែយើងអាចអូសផ្លាស់ទីបានឧទាហរណ៍កន្លែងនេះយើងអាចដូរពណ៌បានបាទនេះយើងអាចដូរពណ៌បានដូរពណ៌អក្សរទៅជាពណ៌អីវិញផ្សេងមកយើងអាចធ្វើការផ្លាស់ប្ដូរពណ៌បានបាទអូខេឧទាហរណ៍នៅខាងនេះរូបនេះយើងអាចធ្វើការផ្លាស់ប្ដូរបានដែរតើតទៅនេះយើងអាចធ្វើការផ្លាស់ប្ដូរបានអស់ទាំងលេខនៅក្នុងនេះឧទាហរណ៍ចំណាត់ថ្នាក់នេះលេខអញ្ចឹងយើងអាចបដូរពណ៌នៅក្នុងនឹងបានហើយពណ៌ផ្ទៃនៅខាងក្រោយយើងអាចបដូរពណ៌ផ្ទៃវាមកនេះបាទដូរពណ៌ផ្ទៃវាមកបាទហើយពណ៌បន្តយើងអាចដូរមកពណ៌បន្តនេះយើងអាចដូរមកក៏បានអូខេឬក៏យើងអត់ប្រើទេផ្ទៃខាងក្រៅនេះយើងដោះយកផ្ទៃថ្លាចឹងមកគឺអត់ប្រើផ្ទៃទេអញ្ចឹងដូចគ្នាគឺសេរីបានដូចគ្នាទាំងអស់ចំពោះប្រអប់ឈ្មោះនេះក៏ដូចគ្នាយើងអាចធ្វើការផ្លាស់ប្ដូរបានហើយយើងអាចប្រើពណ៌ផ្ទៃបានពណ៌ផ្ទៃលើមកអក្សរទីហើយយើងចង់ដូរពណ៌អក្សរទៅជាពណ៌សមកអូខេអញ្ចឹងខ្ញុំអត់ប្រើនេះទេខ្ញុំអត់ប្រើជារូបថតនេះប្រើជាឈ្មោះអញ្ចឹងតែម្ដងហើយយើងអាចផ្ទៃខាងក្រៅយើងអាចដោះពណ៌វិញក៏បានដែរដោយសារអក្សរយើងពណ៌សវាបាំងអញ្ចឹងឯងអញ្ចឹងយើងដាក់ផ្ទៃវិញមកអូខេគឺថានឹងត្រូវយើងអាចដូរផ្ទៃមកអូខេហើយអក្សរយើងអាចឡើងទំហំវាមកហើយតារាងរបស់យើងហ្នឹងគឺយើងអាចព្រីកមកហើយយើងបង្កើនកម្ពស់វិញមកឲ្យសមរម្យមកប៉ុណ្ណាឧទាហរណ៍អូខេខាងនេះដូចគ្នាផ្សេងយើងអាចធ្វើការកែសម្រួលដូចគ្នានេះគឺរត់ស្វ័យប្រវត្តិឲ្យអត់បញ្ហាគេជំនួសឡើយនេះតែប៉ុណ្្នឹងទេ
តែប៉ុណ្ណឹងយើងអាចធ្វើការ print បានហើយនៅពេលដែលយើងចង់ print យើងគ្រាន់តែចុចលើបោះពុំមកបាទអ្វីដែលយើងបានកែគឺវាលោតមកបោះពុំឲ្យយើងបែបនេះបាទអ្វីដែលយើងបានកែសម្រួលគឺវាលោតបាត់ឲ្យយើងហើយចំពោះកន្លែងតារាងកិត្តិយសនេះកន្លែងទីខាងក្រោយនេះបើសិនជាយើងចង់លាក់វាយើងអាចលាក់បានស្លេចលើវាមកលាក់ធាតុនេះមកចុចលាក់ទៅវាបានហើយអញ្ចឹងបើយើងចង់បង្ហាញយើងអូសមកខាងក្រោមមកនេះលេខ2នេះវាបង្ហាញមកវិញហើយដោយសារតែនេះក៏មានរូបភាពដែរយើងអាចដាក់បានរូបភាពដែរនេះទីកន្លែងនេះយើងអាចដាក់រូបភាពបានដែរយើងអាចឆ្នៃដាក់រូបភាពបានទៅរូបភាព order អញ្ចឹងទៅបាទទីហើយចង់បានរូបនេះហ្នឹងយើងឆ្នៃមកចឹងមកនេះឆ្នៃមកបានរូបភាពនៅខាងក្រោយអញ្ចឹងយើងអាចអូសមកហើយយើងសេរីទៅតឹងវាមកធំតិចមកវានៅមើលចាទៅពេលយើងប្រឡែងមកវានៅខាងក្នុងហ្នឹងហើយអញ្ចឹងយើងចាប់អូសវាមកនេះចាប់អូសឲ្យចំមកគឺវាចូលហើយចំពោះអានេះវិញយើងអាចលាក់ border វាចេញទៅនេះលាក់សុំវាចេញទៅខាងលើនៅខាងលើយើងលាក់មកបាត់សុំមកអញ្ចឹងយើងនៅសល់តែរូបភាពដែលយើងបានបញ្ចូលក្រោយនេះទេនេះរូបភាពនេះហើយចំពោះឈ្មោះក៏ដូចគ្នាដែរឈ្មោះក៏យើងដូចគ្នាយើងអាចដាក់សុំចឹងមកយើងចូលទៅកាន់រូបភាពមកនេះយើង save មួយធ្វើមួយឧទាហរណ៍ខ្ញុំយកនេះចឹងបាទនេះបានប៉ុណ្ណឹងមកហើយយើងសេរីនេះទៅតឹងយើងឲ្យធំតិចមកហើយកម្ពស់យើងបរួមតិចមកហើយអូសវាចុះមកក្រោមមកយើងអូសចុះមកក្រោមមកគឺវាបង្ហាញដែរអញ្ចឹងយើងលាក់សុំនេះទេយើងលាក់សុំហ្នឹងមកអូខេហើយហ្នឹងគឺអូខេបាទអញ្ចឹងយើងអាចបានសុំមួយអញ្ចឹងនៅពេលយើងបោះពុំមកតើយើងបោះពុំឲ្យរងចាំតិចបាទនេះយើងមើលតារាងគ្រីអូចេញមកលក្ខណៈបែបនេះខាងនេះព្រាហ្នឹងគឺវាជាប់ផ្ទៃនេះជាប់ផ្ទៃអញ្ចឹងយកផ្ទៃខ្លាមកហើយប៉ុណ្ណឹងហើយយើងអាចរក្សាទុកទម្រង់នឹងទុកមួយដែរនៅពេលដែលយើងប្រាថ្នាផ្សេងឧទាហរណ៍ថាឥឡូវខ្ញុំចូលដាក់ទី1កឧទាហរណ៍នេះខ្ញុំមិនដាក់តេស្តនេះត្រង់ចំណុចនេះជាមួយសម្គាល់បើមធ្យមគឺវាអត់មានកន្លែងល្អណាស់អញ្ចឹងនៅពេលដែលយើងរើសទី1កវីដេអូมันមានតន័យខែហ្នឹងឥឡូវខ្ញុំដាក់ខែណាទេដូចខែមិថុនាឥឡូវមើលខែមិថុនាទៅអូខេខ្ញុំដាក់តេស្តទេនេះបាទដាក់តេស្តមកគឺវាបានប៉ុណ្ណឹងនេះតេស្តមកបានប៉ុណ្ណឹងហើយកន្លែងនេះគឺវាមាននីតិល្អណាស់ចឹងល្អណាស់ 0% គឺអត់មានទេចឹងអានេះវាគៀកគ្នាយើងអាចអូសទៅលើតិចអូខេអូសទៅលើតិចផុតហើយចំពោះកន្លែងនេះគឺវាមានមកដូចគ្នាប៉ុន្តែនេះវាអត់ជាប់ទេរូបភាពនេះអត់បាន save ជាប់ទេចឹង save មួយធ្វើមួយ save មួយចឹងយើងមើលកន្លែងនេះគឺដោយសារអីលេខ5គឺមានដល់តែ2នាក់ចឹងលេខ5មាន2នាក់ចឹងវាធ្លាក់ហើយវាធ្លាក់មកខាងក្រោមស្វ័យប្រវត្តិហើយនេះយើងអ្វីដែលយើងត្រូវធ្វើយើងអូសនេះតិចមកយើងអាចអូសនេះចុះតិចមកបាទនេះយើងអាចអូសនឹងចុះតិចមកចានេះយើងអាចអូសចុះតិចមកអូខេចឹងប៉ុណ្ណឹងគឺហើយជាការស្រេចតែនេះគឺវាគម្លាតឆ្ងាយដោយសារអីសិស្សតិចជាក់ស្ដែងមិនប៉ុណ្ណឹងទេអញ្ចឹងយើងអាចស្រេតាមនឹងមកអូសទៅលើទៅណានេះខ្ញុំអត់អូសទេអូខេវីដេអូនេះគឺមានប៉ុណ្ណឹងទេយើងអាច start រៀនសាកល្បងមកអូខេយើងអូសមកមិញបាទនេះទម្រង់របស់ពុំមកគឺទម្រង់បែបនេះអូខេវីដេអូនេះមានតែប៉ុណ្ណឹងទេសូមអរគុណ